ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីចម្ពោះទី2មេរៀនទី4ដែលមានចំណងជើងថាការផុតពូជសត្វនិងរុក្ខជាតិនឹងយើងចូលប្រធានបទរបស់យើងមាន4មាតិកាសំខាន់ទី1និយមន័យនៃពាក្យមួយចំនួនទី2សត្វមួយចំនួនដែលបានផុតពូជទី3កត្តាដែលនាំឲ្យផុតពូជនិងចំណុចចុងក្រោយគឺវិធានការការពារចូលទៅចំណុចទី1សំខាន់របស់យើងគឺនិយមន័យនៃពាក្យមួយចំនួនដែលនៅក្នុងនោះមាន5ពាក្យមានដូចជាប្រភេទការផុតពូជការចាត់ផុតពូជប្រភេទរងការគំរាមកំហែងនិងប្រភេទកម្រចូលទៅពាក្យដំបូងរបស់យើងគឺប្រភេទគឺជាសំណុំភេទវរស់ដែលមានលក្ខណៈរាងរៅស្រដៀងគ្នាហើយវាក៏អាចបង្កើតគ្នាបង្កើតបានជាកូនចៅដើម្បីបន្តពូជតទៅទៀតប៉ុន្តែវាអាចបង្កើតជាមួយនឹងប្រភេទដទៃផ្សេងទៀតឡើយប្រភេទសត្វវាមាន6វាមានសត្វឥតឆ្អឹងខ្នងសត្វល្មូនចាបថនិកសត្វត្រីនិងអាហ្វីបៀនពាក្យបន្តរបស់យើងគឺការផុតពូជគឺជាការបាត់បង់ទាំងស្រុងពីលើផែនដីហើយការបាត់បង់នេះគឺវាកើតឡើងនៅពេលណាដែលសមាជិកចុងក្រោយរបស់ប្រភេទណាមួយវាស្លាប់ហើយពេលណាដែលប្រភេទណាមួយវាបាត់បង់វាផុតពូជគឺវាអាចកើតឡើងវិញឯងចឹងអាសត្វដែលនៅក្នុងរូបភាពមួយចំនួននេះគឺជាសត្វដែលបានផុតពូជបាត់បង់ទាំងស្រុងពីលើផែនដីរបស់យើងពាក្យបន្តរបស់យើងគឺការផុតពូជគឺជាការបាត់បង់ទាំងស្រុងពីលើផែនដីហើយការបាត់បង់នេះគឺវាកើតឡើងនៅពេលណាដែលសមាជិកចុងក្រោយរបស់ប្រភេទណាមួយវាស្លាប់ហើយពេលណាដែលប្រភេទណាមួយវាបាត់បង់វាផុតពូជគឺវាអាចកើតឡើងវិញឯងចឹងអាសត្វដែលនៅក្នុងរូបភាពមួយចំនួននេះគឺជាសត្វដែលបានផុតពូជបាត់បង់ទាំងស្រុងពីលើផែនដីរបស់យើងប្រភេទដែលរងការគំរាមកំហែងគឺជាប្រភេទដែលរស់នៅក្នុងជម្រកធម្មជាតិហើយវាអាចក្លាយទៅជាចិត្តផុតពូជបានបើគ្មានការទប់ស្កាត់នៅនឹងការបំផ្លិចបំផ្លាញជីវិតរបស់សត្វឬរុក្ខជាតិនោះទេហើយសត្វនិងរុក្ខជាតិមួយចំនួននៅលើរូបភាពនេះគឺជាសត្វនិងរុក្ខជាតិដែលរងការគំរាមកំហែងនៅបច្ចុប្បន្ននេះតកតងជាមួយនឹងការគំរាមកំហែងបច្ចុប្បន្ននេះមានប្រភេទសត្វជាង 171,100 ប្រភេទដែលមាននៅក្នុងបញ្ជីក្រហមរបស់ IUCN ដែលនៅក្នុងនោះមានជាង 44,000 ប្រភេទដែលត្រូវបានគំរាមកំហែងដល់ការផុតពូជដែលនៅក្នុងនោះវាមានដូចជា Amphibian 41%ថនិកសត្វ 27%Conifers 34%ពួកចាប 13%ត្រីឆ្លាមនិង Stingray 37% Reef Coral 33%ក្តាមមួយចំនួន 28%សត្វល្មូន 21% រួមទាំងរុក្ខជាតិផ្សេងៗ 69%ពាក្យថាការចាត់ផុតពូជគឺជាប្រការដែលមានសមាជិកតិចតួចបំផុតនៅរស់រានមានជីវិតហើយវាអាចបាត់បង់នៅថ្ងៃណាមួយបើយើងអត់មានវិធានការសង្គ្រោះវាទាន់ពេលហើយភាគច្រើនមនុស្សគឺយកច្រឡំនិយមន័យរបស់ពាក្យថាការចាត់ផុតពូជនិងសត្វដែលរងការគំរាមកំហែងដោយសារតែពីរពាក្យហ្នឹងគឺវាមានន័យស្រដៀងគ្នាចឹងការចាត់ផុតពូជនោះវាមានន័យថាប្រភេទសត្វស្ថិតនៅក្នុងគ្រោះថ្នាក់នៃការផុតពូជឬទូទាំងអស់ឬផ្នែកសំខាន់ណាមួយដល់ពេលការគំរាមកំហែងវិញគឺវាមានន័យថាប្រភេទសត្វតំណងជាជាតិផុតពូជនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះរបស់យើងគឺប្រភេទកម្រគឺជាប្រភេទទាំងឡាយណាដែលមានចំនួនតិចតួចស្ថិតនៅប្រចាំទីក្នុងជម្រកពិសេសណាមួយឬមួយក៏រាយប៉ាយក្នុងតំបន់ធំធេងណាមួយចូលទៅចំណុចទី2សំខាន់របស់យើងគឺសត្វនិងរុក្ខជាតិមួយចំនួនដែលបានផុតពូជដែលមាននៅក្នុងនោះមាន4ប្រភេទគឺដូដូដំរីម៉ាម៉ុតដាយណូស័រនិងផ្កាស៊ើហ្វីវចូលទៅសត្វដំបូងរបស់យើងគឺសត្វដូដូប្រវត្តិសាស្ត្ររបស់ដូដូគឺវាត្រូវបានរកឃើញដោយទាហានហូឡុងម្នាក់ហើយដូដូបានរកឃើញដំបូងនៅឆ្នាំ 1598 នៅលើកោះ Mauritius ដែលមានចម្ងាយ 500 ម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស Madagascar ហើយដូដូបានស្លាប់ប្រហែលជានៅចុងសតវត្សទី 17 រហូតមកដល់ពេលថ្មីនេះការមើលឃើញដូដូចុងក្រោយបង្អស់នៅលើកោះ Mauritius នឹងរបស់វាត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ 1962 ប៉ុន្តែការប៉ាន់ប្រមាណឆ្នាំ 2003 ដោយ David Roberts និង Andrew Solo គេបានដាក់ការផុតពូជរបស់បក្សីនេះនៅប្រហែលឆ្នាំ 1990 បាននិយាយពីរូបរាងរបស់ដូដូវិញគឺដូដូជាសត្វស្លាបដ៏ធំដែលមានកម្ពស់ប្រហែល 3 ហ្វីតហើយវាមានរោមពណ៌ប្រផេះចុះក្រោមនិងមានរោមពណ៌សលើកតុយដល់ពេលស្លាប់ដូដូវិញគឺវាតូចអញ្ចឹងវាអត់ហើរបានទេបើទម្ងន់វាអាចឡើងដល់ជាង 20 គីឡូក្រាមហើយចំពោះរបស់ដូដូវាដើរតួនាទីយ៉ាងសំខាន់ដោយសារតែវាជួយការពារដូដូអញ្ចឹងចំពោះដូដូនោះវាអាចមានពណ៌លឿងស្លេកឬពណ៌បៃតងដែលធ្ងន់ហើយកោងចូលទៅសត្វទី2របស់យើងគឺដំរីម៉ាម៉ុតប្រវត្តិសាស្ត្ររបស់វាគឺផូស៊ីលរបស់វានឹងត្រូវបានរកឃើញលើកដំបូងដោយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ម្នាក់ឈ្មោះ Hans Fredrik Blumenbach ក្នុងឆ្នាំ 1799 ដំរីម៉ាម៉ុតវារស់តាមថុនដ្រានៅអឺរ៉ុបអាស៊ីនិងអាមេរិកខាងជើង
ហើយដោយសារតែយើងអត់បានរស់នៅទាន់ពេលវេលារបស់ដំរី Mammoth យើងអាចស្មានថាវាមានជីវិតរហូតដល់ប្រហែលឆ្នាំ1650ចូលដល់រូបរាងរបស់ដំរី Mammoth ដោយសារតែវាបានផុតពូជមុននឹងអ្នកវិទ្យាសាស្ត្របានមានកំណត់ចឹងគេបានសិក្សាពីផូស៊ីលរបស់វាហើយសន្មតថាដំរី Mammoth មានទំហំប៉ុនដំរីអាហ្វ្រិកដែលមានកម្ពស់ប្រហែល13 feet ហើយវាមានទម្ងន់ពី 5,500 គីឡូក្រាមទៅ 7,300 គីឡូក្រាមដំរី Mammoth ភាគច្រើនវាមានរោមពណ៌ត្នោតនិងខ្មៅប៉ុន្តែខ្លះទៀតក៏វាអាចមានពណ៌ទឹកក្រូចនិងពណ៌ទង់ដែងដែរទៅសាច់ចុងក្រោយរបស់យើងគឺសត្វ Dinosaur បានរស់នៅសាក Mesozoic ហើយវាបានផុតពូជប្រហែល65លានឆ្នាំមុនលោកដំបូងគេដែលបានរកឃើញ Fossil Dinosaur គឺលោកRobert Plot នៅឆ្នាំ1677ចូលទៅប្រភេទចុងក្រោយរបស់ចំណុចទី2របស់យើងគឺ ដើម Silphium ដើម Silphium បានផុតពូជនៅសតវត្សទី2វាលូតលាស់នៅស៊ីរៀនអាហ្វ្រិកខាងជើងហើយវាមានកម្ពស់ក្រោម50សង់ទីម៉ែត្រនៅអ្នកវិទ្យាសាស្ត្របច្ចុប្បន្ននេះគាត់បានជឿជាក់ថានៅពេលអនាគតដើម Silphium នឹងអាចលូតលាស់មកវិញចំណុចសំខាន់ទី3របស់យើងគឺកត្តាដែលនាំឲ្យផុតពូជចឹងវាមានពីរកត្តាដែលនាំឲ្យមានការផុតពូជគឺធម្មជាតិនិងមនុស្សយើងនឹងចូលកត្តាធម្មជាតិមុនដែលទី1នោះគឺការបន្ទុះព្រំភ្លើងនៅពេលដែលវាផ្ទុះវាបញ្ចេញអូស្មန်ផ្ទះកញ្ចក់ឬមួយក៏អូស្មန်ពុលយ៉ាងច្រើនដូចជាកាបូនឌីអុកស៊ីតមេតាននិងស្ពន្ធ័រឌីអុកស៊ីតចឹងបរិមាណអូស្មန်ទាំងអស់នេះដូចមេតាននិងកាបូនឌីអុកស៊ីតហ្នឹងវាអាចនាំឲ្យមានត្រជាក់ឲ្យមានបរិយាកាសត្រជាក់នៅក្នុងរយៈពេលខ្លីបន្ទាប់មកវាអាចធ្វើឲ្យមានការឡើងកម្ដៅក្នុងរយៈពេលវែងដោយសារតែមានការប្រែប្រួលអាកាសធាតុទាំងនេះវាអាចទៅប៉ះពាល់វាអាចនាំដោយផ្ទាល់ទៅការផុតពូជនៃប្រភេទសត្វដែលងាយរងគ្រោះនិងជំរុញឲ្យអ្នកដទៃផ្លាស់ប្ដូរជួររបស់វាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងបង្កឲ្យមានការផុតពូជជាបន្ថែមទៀតចំណុចទី2គឺអាចផ្កាយជាច្រើនខែអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថានៅពេលដែលផ្កាយវាបានធ្លាក់មកពពកក្រាស់នៃធូលីវាបានរារាំងកាំរស្មីព្រះអាទិត្យដែលធ្វើឲ្យផែនដីងងឹតនិងមានត្រជាក់ដល់កម្រិតគ្រោះថ្នាក់សម្រាប់រុក្ខជាតិហើយថែមទាំងជាមួយនឹងសត្វផងបន្ទាប់មកនៅពេលដែលធូលីនឹងវាបានសាយចេញអូស្មန်ផ្ទះកញ្ចក់ដែលបានកើតឡើងនៅពេលដែលមានការងងឹតអីហ្នឹងវាទៅប៉ះពាល់ដែលបណ្ដាលឲ្យមានសីតុណ្ហភាពកើនឡើងលើសពីកម្រិតអាចប៉ះពាល់ដល់សុខភាពរបស់សត្វនិងរុក្ខជាតិដែលនាំឲ្យមានការផុតពូជចឹងចំណុចចុងក្រោយនៃកត្តាធម្មជាតិដែលខ្ញុំនឹងលើកឡើងហ្នឹងគឺប្រភេទសត្វរាតត្បាតប្រភេទសត្វរាតត្បាតគឺជាប្រភេទសត្វដែលត្រូវបាននាំយកទៅក្នុងបរិយាកាសដែលវាមិនរស់នៅតាមធម្មជាតិនិងកន្លែងដែលវាបង្កគ្រោះថ្នាក់ដល់បរិស្ថានក្នុងស្រុកហើយនឹងគ្រោះថ្នាក់ដល់សត្វជុំវិញវាប្រភេទសត្វដែលរាតត្បាតហ្នឹងវាមានសមត្ថភាពអាចបណ្ដាលឲ្យមានការផុតពូជនៃរុក្ខជាតិនិងសត្វជាដើមដែលវាកាត់បន្ថយជីវៈចម្រុះប្រកួតប្រជែងជាមួយនឹងសារពាង្គកាយដើមសម្រាប់ធនធានមានកម្រិតនិងវាធ្វើឲ្យមានផ្លាស់ប្ដូរទីជម្រកនេះអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចដ៏ធំនិងវាទៅរំខានជាមូលដ្ឋាននៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រចូលពីកត្តាធម្មជាតិដែលបណ្ដាលឲ្យមានការផុតពូជយើងចូលដល់កត្តាមនុស្សដែលបណ្ដាលឲ្យមានការផុតពូជម្ដងចឹងទី1ហ្នឹងគឺការបំផ្លាញទីជម្រកការកាប់បំផ្លាញព្រៃឈើគឺជាការដកព្រៃឈើឬមួយក៏ចំកោមដើមឈើចេញពីដីដែលបន្ទាប់មកត្រូវបានបំផ្លាញទៅជាការប្រើប្រាស់ព្រៃឈើការកាប់បំផ្លាញព្រៃឈើភាគច្រើនវាកើតឡើងនៅក្នុងព្រៃត្រូពិចដែលវាមានសារៈសំខាន់ជាច្រើនចំពោះពិភពលោកដោយសារតែវាផ្ដល់ជម្រកដល់ពពួកសត្វរាប់លានប្រភេទវាគ្រប់គ្រងអាកាសធាតុរបស់ពិភពលោកស្តុកទុកចាត់ពាក់កណ្ដាលនៃទឹកភ្លៀងដែលធ្លាក់មកលើពិភពលោកហើយវាមានរុក្ខជាតិដែលអាចប្រើប្រាស់នៅក្នុងថ្នាំបច្ចុប្បន្នទំនើបឥឡូវហើយព្រៃទឹកភ្លៀងក៏ស្រូបយកបរិមាណកាបូនឌីអុកស៊ីតយ៉ាងច្រើនប្រហែលជា 31% នៃផ្ទៃផែនដីវាត្រូវបានគ្របដណ្ដប់ដោយព្រៃឈើចឹងការកាប់បំផ្លាញព្រៃឈើវាអាចនាំឲ្យមានការបាត់បង់ជីវៈចម្រុះដោយផ្ទាល់នៅពេលដែលប្រភេទសត្វដែលរស់នៅក្នុងដើមឈើលែងមានទីជម្រកមិនអាចផ្លាស់ប្ដូរទីតាំងបានវានឹងអាចមានការផុតពូជការកាប់បំផ្លាញព្រៃឈើវានាំឲ្យប្រភេទដើមឈើមួយចំនួនត្រូវបានបាត់បង់ជាអចិន្ត្រៃយ៍ដែលប៉ះពាល់ដល់ជីវៈចម្រុះនៃប្រភេទរុក្ខជាតិនៅក្នុងបរិស្ថាននិងវាប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីការបរបាញ់លើកម្រិតចឹងគ្រប់ប្រភេទសត្វទាំងអស់នៅលើភពផែនដីហ្នឹងវារួមចំណែកធ្វើឲ្យភពផែនដីរបស់យើងអាចរស់នៅបានសូម្បីតែដើមឈើវាក៏ពឹងផ្អែកលើសត្វផ្សេងៗដែរដូចជាសត្វបជៀវសត្វស្លាបនិងសត្វក្តាមជាដើមដើម្បីការលូតលាស់តាមធម្មជាតិសត្វទាំងនេះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកគ្រាប់ពូជដើមឈើតាមរយៈទម្លាប់នៃការផ្ដល់ចំណីរបស់ពួកគេឬមួយក៏ការបញ្ចេញគ្រាប់ពូជនៅក្នុងកាកសំណល់របស់ពួកគេ
ការលូតលាស់ធម្មជាតិនិងការបង្កើតឡើងវិញនៃបរិស្ថាននៃដើមឈើនៅក្នុងបរិស្ថាននិងសង្គមប៉ុន្តែជាមួយនឹងការបរបាញ់សត្វជាពិសេសសត្វព្រៃដែលចាត់ផុតពូជនិងសត្វព្រៃផ្សេងទៀតវាធ្វើឲ្យដំណើរការធម្មជាតិនៃការដាំដុះនិងការរីកលូតលាស់ប្រភេទដើមឈើនិងរុក្ខជាតិផ្សេងគ្នាក៏ត្រូវបានរំខានផងដែរនេះវាបញ្ជាក់ថាជាមួយនឹងការបរបាញ់មិនត្រឹមតែប៉ះពាល់ដល់ជីវិតរបស់សត្វប៉ុន្តែវាក៏ទៅរំខាននិងប៉ះពាល់ដល់រុក្ខជាតិនិងការលូតលាស់របស់វាផងដែរចំនួនទី3កំណើននៃប្រជាជននៅពេលដែលចំនួនមនុស្សវាកាន់តែកើនឡើងយើងបំផ្លាញទីជម្រកកាន់តែច្រើនសម្រាប់សត្វកាន់តែច្រើនដើម្បីធ្វើជាអាហារបញ្ចេញការបំពុលកាន់តែច្រើននៅក្នុងបរិយាកាសដីនិងចូលទៅក្នុងទឹកដែលកត្តាទាំងអស់នេះវាបង្កើនអត្រានៃការផុតពូជនៃប្រភេទសត្វនៅតាំងពីពាក់កណ្ដាលសតវត្សទី20មកចំនួនប្រជាជនវាបានកើនឡើងយ៉ាងខ្លាំងពីប្រហែល 2.6 លានទៅ 7.8 លាននៅឆ្នាំ 2021 លំនៅដ្ឋាននិងការចិញ្ចឹមមនុស្សជាច្រើនបានពន្លឿនការបំផ្លិចបំផ្លាញចម្រុះធម្មជាតិខណៈពេលដែលកម្រិតនៃការប្រើប្រាស់កាន់តែខ្ពស់ជាពិសេសនៅក្នុងផ្នែកដ៏សម្បូរបែបមួយចំនួនរបស់ពិភពលោកក៏បានបង្កើនការកេងប្រវ័ញ្ចធនធានធម្មជាតិនិងនាំឲ្យមានការកើនឡើងនៃកម្រិតនៃការបំពុលចូលទៅចំណុចចុងក្រោយនៃកត្តារបស់មនុស្សគឺការប្រែប្រួលអាកាសធាតុចឹងកត្តាការប្រែប្រួលអាកាសធាតុហ្នឹងវាអាចដាច់ការបាត់បង់ទីជម្រកដែលជាកត្តាគំរាមកំហែងដ៏ធំបំផុតចំពោះជីវៈចម្រុះក្នុងរយៈពេលប្រមាណទសវត្សរ៍ខាងមុខនេះវាកើតឡើងដោយសារតែការកើនឡើងនៃកំហាប់កាបូនឌីអុកស៊ីតមេតាននិងស្ពាន់ធ័រឌីអុកស៊ីតនិងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតវាបានបញ្ចេញទៅក្នុងបរិយាកាសពីការដុតឥន្ធនៈផូស៊ីលវាបណ្ដាលឲ្យមានការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័សហើយការប្រែប្រួលអាកាសធាតុទាំងនេះវាកំពុងតែជះឥទ្ធិពលដល់ជីវៈចម្រុះដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដល់ទីជម្រកសីតុណ្ហភាពផែនដីមហាសមុទ្របង្ហាញចំណងជើងមជ្ឈមភាគសកលនៃសីតុណ្ហភាពលើផ្ទៃដីនិងមហាសមុទ្ររួមបញ្ចូលគ្នាបានកើនឡើង 0.85 អង្សាសេចន្លោះពីឆ្នាំ 1880 និង 2012 ហើយរាល់3សតវត្សរ៍ចុងក្រោយនេះវាបានចុះបញ្ជីសីតុណ្ហភាពក្តៅជាបន្តបន្ទាប់ជាងទសវត្សរ៍មុនទៀតខុសពីការកើនឡើងសីតុណ្ហភាពការប្រែប្រួលទឹកភ្លៀងវាមានការប្រែប្រួលជាលក្ខណៈលំហដោយវាមានមួយចំនួនខ្លះទៀតអត់មានអញ្ចឹងតំបន់ដែលឃើញមានការកើនច្រើននៅកន្លែងផ្សេងទៀតវាមានការថយចុះវិញព្រឹត្តិការណ៍និងបាតុភូតធ្ងន់ធ្ងរដូចជារលកកម្ដៅទឹកជំនន់ព្យុះនិងគ្រោះរាំងស្ងួតកំពុងតែកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុនិងគំរាមកំហែងដល់ជីវៈចម្រុះបន្ថែមទៀតមហាសមុទ្រត្រូវបានរងផលប៉ះពាល់ដោយការកើនឡើងនៅទឹកសមុទ្រនិងការស្រូបយកឧស្ម័នកាបូនិកដែលនាំឲ្យមានការកើនឡើង 26% នៃទឹកអាស៊ីតនៃមហាសមុទ្រប្រភេទសត្វដែលមិនអាចទ្រាំជាមួយនឹងលក្ខខណ្ឌការអាកាសធាតុផ្លាស់ប្ដូរថ្មីនេះវានឹងមានហានិភ័យយ៉ាងខ្លាំងសម្រាប់ការផុតពូជដោយសារតែការប្រែប្រួលអាកាសធាតុសត្វ3នេះគឺជាសត្វដូដូ ដាយណូស័រនិងដំរីម៉ាម៉ូសដែលបានផុតពូជហើយហេតុផលដែលពួកគាត់ផុតពូជគឺសត្វដំបូងគឺសត្វដូដូដោយសារតែកងទ័ពមួយចំនួនបានសម្លាប់វាដើម្បីធ្វើជាអាហារឬមួយក៏ត្រូវបានសម្លាប់ដោយកណ្តុរឆ្មាជ្រូកនិងស្វាដែលកងទ័ពនោះបានយកជាមួយហេតុផលមួយទៀតគឺដូដូវាអាចស្លាប់ដោយសារតែគ្មានអាហារដោយសារតែពេលហ្នឹងមនុស្សបានកាប់ព្រៃឈើអស់ប្រភពអាហាររបស់វាដែលជាផ្លែឈើហើយចឹងការផុតពូជរបស់ដូដូវាផុតពូជដោយសារតែស្មុគស្មាញនៃការផ្លាស់ប្ដូរប្រព័ន្ធអេកូឡូស៊ីនិងអាកប្បកិរិយារបស់មនុស្សដល់ពេលសត្វដាយណូស័រវិញភស្តុតាងមួយចំនួនបានបង្ហាញថាកត្តាដ៏ធំបំផុតដែលបណ្ដាលឲ្យមានការផុតពូជរបស់ពួកគាត់គឺអាចផ្កាយប៉ុន្តែក៏ការផ្ទុះព្រំភ្លើងអាចបណ្ដាលឲ្យមានការប្រែប្រួលអាកាសធាតុទ្រង់ទ្រាយធំក៏អាចជាជាប់ពាក់ព័ន្ធជាមួយនឹងការផុតពូជរបស់ពួកគាត់ដែរដោយសារតែយោងតាមសមត្ថកម្មខ្លះអាកាសធាតុដ៏ត្រជាក់និងក្តៅខ្លាំងទាំងអស់ហ្នឹងបានបណ្ដាលឲ្យការផុតពូជនៃដាយណូស័រមិនត្រឹមតែប៉ុណ្ណឹងទេប៉ុន្តែក៏រហូតដល់ 70% នៃរុក្ខជាតិនិងសត្វទាំងអស់ដែលរស់នៅពេលនោះសត្វចុងក្រោយរបស់យើងគឺដំរីម៉ាម៉ូសការប្រែប្រួលអាកាសធាតុវាពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផុតពូជរបស់ពួកដំរីណាប៉ុន្តែការសិក្សាថ្មីគេបានបង្ហាញថាមនុស្សក៏អាចឆ្លើយទៅជាកត្តាមួយដែលបានជំរុញក្នុងការស្លាប់របស់ពួកវាឬមួយក៏យ៉ាងហោចណាស់មូលហេតុចុងក្រោយនៃការផុតពូជដោយសារតែការបរបាញ់យ៉ាងទូលំទូលាយនិងភាពតានតឹងនៃអាកាសធាតុក្តៅ
គឺវារួមបញ្ចូលគ្នាដ៏សាហាវហើយវាហាក់បីដូចជាសត្វមកមុតនោះវាអាចទប់ជាមួយនឹងកត្តាទាំងអស់នេះបានចូលទៅចំណុចធំចុងក្រោយរបស់យើងគឺទី4វិធានការការពារតើយើងជាមនុស្សអាចធ្វើអ្វីខ្លះដើម្បីកាត់បន្ថយការផុតពូជរបស់សត្វនិងរុក្ខជាតិវិធានការទី1គឺការសន្សំសំចៃទឹកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ទឹកដើម្បីឲ្យសត្វដែលរស់នៅក្នុងទឹកឬមួយក៏នៅជិតទឹកវាអាចមានការរស់រានមានជីវិតកាន់តែប្រសើរឡើងកុំបោះចោលថ្នាំលាបប្រេងឬមួយក៏សារធាតុគីមីផ្សេងទៀតដែលអាចបំពុលទឹកវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់សត្វព្រៃហងសត្វដទៃនិងដល់សុខភាពរបស់មនុស្សដែរទុកដាក់សម្រាមនិងកាកសំណល់សត្វចិញ្ចឹមចេញពីបំពង់ដងផ្លូវដែលជារឿយហូរចូលទៅក្នុងទន្លេបឹងឬមួយក៏មហាសមុទ្រចំណុចទី2គឺការការពារទីជម្រករបស់សត្វយើងដឹងថាការគំរាមកំហែងដ៏ធំបំផុតដែលសត្វភាគច្រើនត្រូវបានប្រឈមមុខគឺការបំផ្លិចបំផ្លាញទីជម្រករបស់ពួកវាចឹងអ្នកវិទ្យាសាស្ត្របានស្ដីថាវិធីដ៏ល្អបំផុតដើម្បីការពារប្រភេទសត្វជិតផុតពូជគឺការពារកន្លែងពិសេសដែលពួកគេរស់នៅសត្វព្រៃត្រូវតែមានកន្លែងសម្រាប់ស្វែងរកអាហារទីជម្រកនិងចិញ្ចឹមកូនរបស់ពួកវាការកាប់បំផ្លាញព្រៃឈើការខូងយកប្រេងនិងឧស្ម័នការស៊ីស្មៅហួសកម្រិតការអភិវឌ្ឍគឺជាលទ្ធផលទាំងអស់នេះនិងសកម្មភាពទាំងអស់ហ្នឹងគឺជាការបំផ្លាញទីជម្រករបស់សត្វទាំងអស់ហ្នឹងហើយចឹងជម្រកនៃប្រភេទសត្វជិតផុតពូជគួរតែត្រូវមានការការពារចូលទៅចំណុចបន្ទាប់គឺការធ្វើដំណើរការប្រកបដោយនិរន្តរភាពចឹងយានយន្តផ្ទាល់ខ្លួនវាគឺជាអ្នករួមចំណែកដ៏សំខាន់ដល់ការឡើងកម្ដៅផែនដីប៉ុន្តែវាមានជម្រើសប្រកបដោយនិរន្តរភាពជាច្រើនទៀតដូចជាការថ្មើរជើងការជិះកង់ឬមួយក៏ការជិះឡានក្រុងចំណុចដ៏សំខាន់វិធានការដ៏សំខាន់មួយទៀតគឺការកាត់បន្ថយការប្រើប្រាស់ឡើងវិញនិងការកែច្នៃឡើងវិញដោយសារតសត្វភាគច្រើនទីជម្រករបស់សត្វភាគច្រើនវាត្រូវបានបំផ្លិចបំផ្លាញដោយសារតែការកាប់បំផ្លាញព្រៃឈើតាមរយៈការកែច្នៃឡើងវិញយើងកំពុងតែជួយការពារបរិស្ថានការពារសត្វព្រៃតាមរយៈការកាត់បន្ថយតម្រូវការកណ្ដាស់ថ្មីយើងបានការពារការបន្ថយនៅបំផ្លាញព្រៃឈើដែលសត្វទាំងអស់នោះវាកំពុងតែរស់នៅហើយនៅពេលដែលយើងប្រើប្រាស់ឡើងវិញនៅផ្លាស្ទិកពួកវាមិនបញ្ចប់ទៅកន្លែងចាក់សំរាមទេហើយវាកាត់បន្ថយហានិភ័យនៃការបរិភោគនៃសត្វព្រៃបរិភោគវាចូលទៅវិធានការចុងក្រោយគឺការផ្សព្វផ្សាយពីផលប្រយោជន៍របស់សត្វរាល់ពេលដែលប្រភេទសត្វមួយវាបានផុតពូជពិភពលោកជុំវិញយើងក៏រលូតទៅវិញម្ដងផលវិបាកដែលមាននៅពេលដែលវាផុតពូជនោះវាមានយ៉ាងច្រើនហើយវាមិនត្រឹមតែនៅកន្លែងទាំងនោះទេប៉ុន្តែវាក៏មកប៉ះពាល់ដល់មនុស្សយើងដែរចឹងយើងគួរតែផ្សព្វផ្សាយពីអត្ថប្រយោជន៍និងសារៈសំខាន់និងពីពិភពធម្មជាតិរបស់យើងផ្ដល់ឲ្យយើងនៅសេវាកម្មដែលមិនអាចខ្វះបានហើយវាមានទាំងខ្យល់ស្អាតទឹកអាហារប្រភពឱសថអត្ថប្រយោជន៍សោភ័ណភាពហើយជាច្រើនទៀតដែលយើងមិនអាចខ្វះបានជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់លើវីដេអូមួយដែលខ្ញុំបានធ្វើពីការផុតពូជរបស់សត្វនិងរុក្ខជាតិ